សំណួរផ្នែកកតុយថ្លែងកើតឡើងដោយសារអ្វីបងបាទផ្នែកកតុយថ្លែងកើតឡើងទី1តកតងទៅនឹងពលឺព្រះអាទិត្យ UV បាទកាលណាយើងប៉ះរយៈពេលយូរមិនបានការពារបាទអ្នកប្រឈមអ្នកធ្វើការហាលក្តៅណាបាទអញ្ចឹងគឺជំរុញឲ្យដុសកតុយថ្លែងដុសសាច់ខ្លាញ់នឹងឡើងបាទអ្នកប្រើពលឺខ្លាំងដូចជាផ្សារដែកអីហ្នឹងបាទក្រៅពីពលឺព្រះអាទិត្យបាទមួយទៀតទី2គឺពាក់ព័ន្ធជាមួយបរិស្ថានជុំវិញរបស់យើងបាទយើងប៉ះទលីដីផ្សែងបរិស្ថានអត់ស្អាតបាទអញ្ចឹងក៏ធ្វើឲ្យមានការរលាករ៉ាំរ៉ៃកាលណាកតិចទលីដីតូចហ្នឹងខ្យល់ហ្នឹងបាទនៅក្នុងលំហហ្នឹងប៉ះទៅលើភ្នែករបស់យើងដោយយើងជិះម៉ូតូមិនបានពាក់មួកសុវត្ថិភាពបានត្រឹមត្រូវឬក៏យើងមិនបានពាក់វ៉ែនតាបាទនៅកន្លែងអត់ស្អាតទលីដីផ្សែងវាចូលអកតិចនឹងតូចទៅធ្វើឲ្យរលាកក៏បង្កឲ្យបញ្ហាហ្នឹងរ៉ាំរ៉ៃទៅយូររយៈពេលយូរខែយូរឆ្នាំក៏វាអាចបណ្ដាលឲ្យជំរុញឲ្យដុសកតុយថ្លែងនឹងដែរបាទហើយមួយទៀតតកតងទៅនឹងអាកាសធាតុបាទស្ងួតពេកបាទកន្លែងយើងរស់នៅមិនថានៅខាងក្រៅណាបាទស្ងួតពេកក្តៅពេកបាទអ្នកដែលប្រឈមខ្លាំងគឺអ្នកនៅតំបន់ត្រូពិចឬក៏ក្តៅពេញមួយឆ្នាំបាទហើយអ្នកដែលប្រឈមគឺអ្នកនេសាទត្រីបាទអ្នកធ្វើការសំណង់អ្នកកសិករបាទធ្វើការហាលក្តៅអ្នកផ្សារដែកបាទហើយបច្ចុប្បន្នដែលយើងជួបបាទគឺអ្នកដែលប្រើប្រាស់អេឡិចត្រូនិកច្រើនបាទมันបានសម្រាកគ្រប់គ្រាន់ញ៉ាំទឹកមិនគ្រប់គ្រាន់តកតងរបៀបរស់នៅរបស់គាត់ណាបាទมันបានថែទាំសុខភាពភ្នែកបានល្អអញ្ចឹងក៏ជំរុញឲ្យមានការរលាកស្ងួតកើតឡើងអញ្ចឹងក៏ធ្វើឲ្យកើតនៅកតុយថ្លែងផងដែរបាទដែលយើងអាសាជួបគឺមានបញ្ហាប៉ុណ្ណឹងដែលធ្វើឲ្យដុសកតុយថ្លែងហើយអញ្ចឹងយើងអាចការពារព្យាបាលបានយើងញ៉ាំសុទ្ធជំនួយថែរក្សាភ្នែកទៅបើសិនជាយើងមានថវិកាបាទអានឹងមុនកើតតែបើយើងកើតហើយយើងញ៉ាំព្យាបាលបាទបើសិនជាមានបញ្ហាកតុយថ្លែងនឹងហើយចង់ព្យាបាលចង់ដោះស្រាយបាទចង់កម្ចាត់យកចេញអាចតាក់ទងមកបានខលក៏បានឆាតក៏បានណាអរគុណបាទ